4 ដណ្ដប់ឆ្នាំដែលខ្ញុំកណានៅវត្តនេះគឺថ្ងៃទី5 ខែ 8 ឆ្នាំ 1988 ដែលនៅវត្តនេះដំបូងរហូតដល់ចេញនេះគឺនៅខែ 5 ថ្ងៃ 4 ខែ 5 ឆ្នាំ 2002 បានចេញទៅពីវត្តនេះវិញចឹងដូច្នេះវា 4 ដណ្ដប់ឆ្នាំខ្វះតែប្រហែលខែ 4 ដណ្ដប់ឆ្នាំដែលនៅវត្តនោះគឺមានការរៀនសូត្រនៅទីនេះតាំងពីគណៈវិទ្យាល័យរហូតដល់បរិញ្ញា រហូតដល់បានអាហារូបករណ៍ទៅរៀននៅបារាំងទៅដល់មកវិញធ្វើការនៅខាងអង្គការសហប្រជាជាតិផងអង្គការសហព័ន្ធមានផងតម្រាំបានទៅរៀននៅទៅធ្វើនៅសហរដ្ឋអាមេរិកនោះហើយក្នុងពេលជាមួយគ្នានេះចំណុចមួយទៀតដែលគុណចាស់ដែលប្រជាជនមិនដែលបានជ្រាបនោះដែលបានដឹងគឺប្រពន្ធខ្ញុំកណានេះក៏ធ្លាប់កូនសិស្សរៀននៅវត្តអណាឡោមនេះដែរតាំងពីថ្នាក់ទី1នៅសាលានេះដូច្នេះសាលាវត្តនេះគឺក៏ជាថ្នាក់បណ្ដុះបណ្ដាលទៅដល់ក្មេងជំនាន់ក្រោយនៅពេលដែលសាលារៀននៅភ្នំពេញនៅខ្វះសាលាសម្រាប់សិស្សឥឡូវគឺវត្តនេះគឺបើកទ្វារគឺជាសាលារៀនយកគាត់មួយចំនួនធ្វើជាសាលារៀនឲ្យក្មេងផងដែរហើយខ្ញុំកណាបានជួបគាត់នេះតាំងពីនៅថ្នាក់ទី1ស្គាល់រហូតមកជាប់ចំណិចមកតែពីក្មេងមកនឹងមកចឹងដូច្នេះក៏ជាអនុស្សាវរីយ៍មួយដែរគាត់មកពេលនេះដើម្បីរំលឹកអនុស្សាវរីយ៍តាំងពីកុមារផងដែរចឹងនឹងគឺជាចំណុចមួយដែលតកតងនឹងប្រព័ន្ធខ្ញុំកណានេះអ្វីដែលខ្ញុំកណាអាចជាសារផងដែរទៅដល់អ្នកដែលធ្លាប់នៅវត្តជាមួយខ្ញុំកណានៅចាំចំណុចមួយចុះពេលដែលសម្ដេចទេវវង្សសម្ដេចឯកៀងសោយពីង្គត់ដែលពេលនោះមានអតីតអ្នកនៅវត្តមួយចំនួនដែលសកលគ្នានោះក៏បានថារបៀបដូចជារិះគន់ខ្ញុំកណាថាហេតុអ្វីក៏មិនចូលរំលឹកដល់គុណវត្តផងពេលនេះខ្ញុំកណាក៏ប្រាប់ថាអត់ទេខ្ញុំកណាបានចូលកាន់ពិធីមួយថ្ងៃពេញតែម្ដងដល់ប្រគេនទទួលបន្ទុកមួយថ្ងៃតែម្ដងដល់ពេលមានកម្មវិធីផ្សាយតាមវត្តមកក៏ទៅបងគឺមិនភ្លេចវត្តទេឥឡូវនេះគឺជាលើកទី2ដែលខ្ញុំកណាមកភាសាទៀត